Hello សួស្តីគ្នាយើងថ្ងៃនឹងដែរជួបមួយខ្ញុំម្ដងទៀតហើយថ្ងៃនឹងដែរខ្ញុំប្រាប់គ្នាយើងពីការជ្រើសរើសគ្រូឲ្យបានត្រឹមត្រូវហើយមុននឹងចូលដល់វីដេអូរបស់យើងthìយើងកុំភ្លេចជួយចុច Subscribe YouTube ខ្ញុំអ្នកមួយផងឥឡូវយើងចូលវីដេអូយើងអរគ្នាយើងក៏ជាដឹងហើយថាបើយើងរើសគ្រូត្រូវដឹងតែលេងល្អបើថាយើងរើសខុសដឹងតែលេងអត់ការទេយើងហើយគ្រូមួយមិន play style ដូចគ្នាទាំងអស់ទេគឺខុសគ្នាទាំងអស់គ្នាយើង play style ផ្សេងគ្នាហើយសម្រាប់ខ្ញុំហ្មងមិនលេងតែមក play style គ្នាយើងដូចខ្ញុំលេង epic ពេញតារាងអញ្ចឹងខ្ញុំដាក់ long ball លេងគ្នាព្រោះអីតម្រង់ long ball counter នេះគឺលេងបាល់ឆ្ងាយគ្នាយើងគឺ counter ទៅមកគ្រាប់គឺដាច់ហើយអញ្ចឹងយើងត្រូវរើកន្លះកណាដែលរឹងមាំដែលងាយទប់បាល់ទប់អីចឹងគ្នាយើងហើយខ្ញុំជ្រើសរើសយកគ្រូ Beckenbauer នេះគឺគាត់ជើងក្រោមគាត់គឺតានខ្លាំងមែនតើនិយាយទៅកន្លះកគេមកមើលបុកមិនងាយចូលទេគ្រូនេះបើថាគ្នាយើងមានអាចដាក់លេងបានព្រោះគ្រូនឹងជើងក្រោមតែខ្លាំងមែនតើនិយាយទៅខ្ញុំមិនជាអ្នកលេងខ្លាំងអីទេគ្នាយើងខ្ញុំលេងមកល្មមដែរទេតែអ្វីដែលខ្ញុំដឹងខ្ញុំនឹងចែកម្លែកឲ្យគ្នាយើងដឹងហើយរឿងមួយទៀតគ្នាយើងឃើញកន្លះកខ្ញុំ POT អញ្ចឹងលេង smooth អីចឹងគ្នាយើងគឺខ្ញុំលេង position គ្នាយើងព្រោះ position វាលេងបាល់រៀងខ្លីអញ្ចឹងកន្លះកយើងស្ទើរអញ្ចឹងវាស្រួលទទួលបាល់ពីគ្នាអញ្ចឹងតែបើថាយើងលេងកន្លះកអញ្ចឹងហើយយើងទៅលេង long ball ក៏វាក់លេងដែរគ្នាយើងព្រោះអីការប៉ះការអីវាអត់ល្អដូចកន្លះកអីភិចអីទេហើយគ្រូនេះ position នេះក៏មានbooster ការពារជើងក្រោមដែរគ្នាយើងហើយគ្រូនេះខ្ញុំចូលចិត្តលេងខ្លាំងហើយយើងព្រោះអីរៀងតានហើយស្រួលបុកគេទៀតនិយាយទៅគ្រូនឹង free ទេគ្នាយើងនិយាយទៅបើថាគ្នាយើងណាបានលេងយកគាត់អីដឹងតែអែមហើយព្រោះអីគ្រូនឹងល្អមែនតើគ្នាយើងគ្រូ free ទេតែល្អខ្លាំងនិយាយទៅគ្រូខ្ញុំមានច្រើនដែរគ្នាយើង position ក៏មានច្រើន quick counter ក៏មានច្រើនហើយក្នុង long ball ក៏មានច្រើនដែរហើយសម្រាប់ long ball កាលពីមុនមិនទាន់ចេញគ្រូ Beckenbauer ខ្ញុំលេងគ្រូ Martinez គ្នាយើងកាលមុនbooster គាត់ជំនួយការពារជើងក្រោមដែរដល់ឥឡូវ economy គេបដូរហើយគ្នាយើងហើយគ្រូនេះក៏ខ្ញុំចូលចិត្តលេងដែរកាលពីមុនព្រោះកាលពីមុនជើងក្រោមនៅតានគ្នាយើងអញ្ចឹងលេង quick counter ស្រួលខ្លាំងមែនតើ2025 quick counter គឺកាចខ្លាំងជាងគេហើយតែចូលដល់2026នេះគឺ long ball counter គឺលេចខ្លាំងមែនតើលេងប៉ះលើកណាក៏ long ball counter ដែរគ្នាយើងនិយាយទៅវីដេអូខ្ញុំអត់មានអីច្រើនទេបើថាគ្នាយើងចូលចិត្តលេងបាល់ខ្លីគឺលេង position ហើយនឹង quick counter បើថាគ្នាយើងចង់លេងបាល់ឆ្ងាយអីគឺលេងlong ball ដែរគ្នាយើងនិយាយទៅបើថាគ្នាយើងចង់លេងដូចខ្ញុំក៏បានដែរគ្នាយើងបើថាគ្នាយើងមាន epic មានអីដាក់ long ball លេងទៅបើថាគ្នាយើងលេងចូលចិត្តលេង POT ទេដាក់ position ឬ quick counter លេងទៅតែ quick counter ខ្ញុំអត់ recommend ទេសម្រាប់បែប2026ហ្នឹងគឺជើងក្រោមជ្រាយខ្លាំងមែនតើបើថា position គួរសមហើយយើងហើយបើគ្នាយើងលេងគ្រូដូចខ្ញុំនេះទៀតគឺកាន់តែល្អហើយព្រោះអី booster គាត់ជំនួយជើងក្រោមដែរហើយបើថាគ្នាយើងលេងចិត្តត្រជាក់ខ្លាំងគឺលេង position ត្រូវខ្លាំងមែនតើគ្នាយើង position គឺលេងអត់បុកខ្លាំងឯងគ្នាយើងលេងទៅមកមានឱកាសគឺបុកយកទៅហ្មង